1500 សេសនៅលើឡានស៊ីដានទ្វា4កៅអី2ជួរនេះគឺជាប្រវត្តិសាស្ត្រថ្មីមួយដែលអត់ធ្លាប់កើតឡើងទេមិនខ້ອຍពីអ្នកមើលវីដេអូមួយនេះទេនៅសុកសពតែប្រែពីប្រូសាវ៉ាសង្សារដឹក3ឡានក្រុងមិនអស់ស្រាប់តែខ្លាយទៅជាប្តីល្អកម្រមួយនៅលើពិភពលោកអញ្ចឹង Xiaomi ក៏បានធ្វើឲ្យពិភពលោកផ្អើលឆោឡោបន្ទាប់ពីចំណាយពេលត្រឹមតែ2ឆ្នាំប៉ុណ្ណោះសង្ងំផលិតឡាន Sedan អគ្គិសនី SU7 នឹងបានបញ្ចេញឲ្យអ្នកមាននៅស្រុកខ្មែរទិញជិះលេងបានប្រហែលគ្រឿងដែរក៏ប៉ុន្តែសម្រាប់ SU7 Ultra នេះវិញវាគឺជាបងធំមួយទៀតដែលបានបន្ថែមជាមួយនឹង Hyper Engine ដល់ទៅ3វាមាន Aerodynamic Kit សម្រាប់ឡើងទីលានប៉ុណ្ណាក៏ដូចជានិមិត្តសញ្ញានៃផលិតភាពដូចជាផ្លាកមីនេះគឺវាផលិតចេញពី Carbon Fiber លាយជាមួយនឹងមាស24ការ៉ាត់ដែលមានតម្លៃស្មើនឹងហាងឆេងកូនកំមុំរបស់ម៉ាក់ក្មេកមួយអញ្ចឹងចំណុចស៊ីលុយធំរបស់ Xiaomi SU7 Ultra ហ្នឹងគឺវាចាប់ផ្ដើមចេញពី Hyper Engine ចំនួន3ហើយ Hyper Engine ហ្នឹងកុំច្រឡំថាម៉ាស៊ីនណាខុសធ្ងន់ខុសងើបមុខអត់រួចតែម្ដងក៏ប៉ុន្តែវាគឺជាឈ្មោះរបស់ motor អភិវឌ្ឍដោយ Xiaomi ផ្ទាល់ដៃតែម្ដងហើយសម្រាប់ SU7 Ultra នេះគឺបំពាក់មកជាមួយនឹង Hyper Engine V8 ចំនួន2និង Hyper Engine V6 ចំនួន1ពលកម្លាំងសរុបស្មើនឹង1500ក្បាលជាមួយនឹងកម្លាំងអូសទាញរហូតដល់1770 Nm ដែលនេះគឺជាលទ្ធផលបន្ទាប់ពីបានដឹក prototype car យកទៅតេស្តនៅលើទីលាន Nürburgring នៅប្រទេសអាល្លឺម៉ង់វាមានសន្ទុះពី0ទៅដល់100 km នៅក្នុង1ម៉ោងចាយពេលត្រឹមតែ 1.96 វិនាទីតែប៉ុណ្ណោះហើយចំណុចនេះដែរគឺ shout out ទៅកាន់ marketing team របស់ Xiaomi ដែលបានធ្វើល្អខ្លាំងមែនទែនធ្វើឲ្យពិភពលោកគិតថា SU7 Ultra ហ្នឹងវាគឺជាឡាន sedan ទ្វារ4ដែលស្ទុះលឿនជាងគេលើពិភពលោកក៏ប៉ុន្តែមែនតើអាឡានដែលយកទៅតេស្តហ្នឹងគឺវាមានទ្វារ4មែនក៏ប៉ុន្តែអត់មានកៅអី2ជួរអីទេគ្មាន infotainment system គឺមានតែកៅអីអ្នកបើកមួយមានដៃចង្អេងចង្អាង modify race ពេចតែប៉ុណ្ណោះអញ្ចឹងសម្រាប់ SU7 Ultra មែនតើវាគឺជារឿងផ្សេងទៀតក៏ប៉ុន្តែយ៉ាងណា SU7 Ultra វានៅតែជាកំពូលឡាន sedan នៅក្នុងទីផ្សារដោយសារតែវាមានចំណុចខ្លាំងច្រើនទៀតដូចជាស្ដែង motor Hyper Engine របស់ SU7 Ultra មានសមត្ថភាពអាចវិលបានលឿនរហូតដល់ 27200 RPM ឯណោះដែលធ្វើឲ្យឡាន sedan នេះអាចបញ្ចេញកម្លាំងខ្លាំងជិះលឿនដល់ទៅ350 km ក្នុង1ម៉ោងដែលល្បឿននេះគឺវាតាមចិត្តទាន់ Bugatti Chiron ដែលមានកម្លាំង1500សេសដែលមានតម្លៃរហូតដល់$3 លានឯណោះខណៈដែល SU7 Ultra នេះដែរតម្លៃចាប់ផ្ដើមរបស់វាត្រឹមតែ70000ជាងតែប៉ុណ្ណោះសម្រាប់ standard version ហើយលក្ខណៈពិសេសរបស់ motor Hyper Engine នេះគឺសមត្ថភាពផ្លាស់ប្ដូរកម្លាំងរមួលរហូតដល់500ដងនៅក្នុង1វិនាទីវាចង់លឿនគឺលឿនបានភ្លាមតែម្ដងជាពិសេសគឺវាភ្ជាប់ជាមួយនឹងមុខងារ Torque Vectoring ដែលជួយ off frank ទៅលើកង់មួយខាងនៅពេលដែលយើងបើកនៅលើផ្លូវកោងដើម្បីទប់លំនឹងឡានហើយ motor ខ្លាំងស៊ីភ្លើងខ្លាំងត្រូវការអាគុយខ្លាំងហើយធំឲ្យទប់បានយូរអញ្ចឹងបានជា Xiaomi សម្រាប់ជ្រើសយកអាគុយ 3K អូច្រឡំអាគុយ Cal Chilling 2.0 capacity 93.7 kW មកប៉ាន់ស្មានពី CLTC គឺវាអាចជីកបាន630 km នៅពេលដែលយើងសាកមកពេញនៅក្នុងលក្ខខណ្ឌដែលល្អបំផុតហើយចង់បញ្ជាក់ថារ៉េង630ហ្នឹងណាអាហ្នឹងគឺជីធម្មតាផ្លូវធម្មតាមិនរ៉េងសម្រាប់កម្លាំង1500សេសទេខណៈដែលបើតាមបទពិសោធន៍ admin បើកឡានអគ្គិសនីយ៉ាងច្រើនដែរអាចនិយាយបានថាយើងឃើញផ្ទាល់ភ្នែកហ្មងបើយើងជិះកុងទ័រលើ120 km នៅក្នុង1ម៉ោងគឺឡានហ្នឹងវាត្រូវកាត់រ៉េងចេញរហូតដល់ 50% ឯណោះហើយបើសិនជាយើងងាកមកមើលអាគុយមកផ្ទាំងធំនេះវិញយើងឃើញថា discharge rate របស់វាហ្នឹងគឺវាអាចទប់ជាមួយនឹងថាមពលរហូតដល់1300 kW ឯណោះដើម្បីបញ្ចេញទៅឲ្យ motor ខណៈដែលថាមពលអាគុយនៅក្រោម 20% discharge rate គឺបាន800 kW ដែលមានន័យថា discharge rate ហ្នឹងបានរហូតដល់ 1.3 ធៀបទៅនឹង capacity របស់អាគុយសរុបខណៈដែលឡានអគ្គិសនីយើងធម្មតា discharge rate គឺមានត្រឹមតែ 0.5 តែប៉ុណ្ណឹងអញ្ចឹងបើហ៊ានតែបញ្ចេញកម្លាំងខ្លាំងលើសហ្នឹងអាគុយវាទប់អត់ជាប់ផ្ទុះ700កដាលផ្លូវហើយដើម្បីទប់ជាមួយនឹងកម្លាំងសេស1500ក្បាល SU7 Ultra គឺត្រូវការហ្វ្រាំងដែលធំដូច Supercar ដែលមានកត់ផ្ចិតរហូតដល់ 430 mm អញ្ចឹងសម្រាប់ល្បឿនពី100ទៅដល់0វិញហ្វ្រាំង Carbon Ceramic នេះគឺវាអាចធ្វើឲ្យឡាននេះបន្ថយល្បឿនឲ្យឈប់នៅត្រឹមតែចម្ងាយ 30.8 ម៉ែត្រតែប៉ុណ្ណោះហើយជើងក្រោមរបស់ SU7 Ultra នេះដែរគឺវាខុសពី SU7 ធម្មតាហើយជាស្តង់ដាររបស់ SU7 Ultra គឺវាប្រើជាមួយនឹងបូមខ្យល់ Dual Chamber ជាមួយនឹង High Performance Damping Controller ដែលធ្វើឲ្យបូមនេះអាចបត់បែនភ្លាមៗទៅតាមការបើកបរក៏ដូចជាស្ថានភាពផ្លូវជាក់ស្ដែងក៏ប៉ុន្តែបើសិនប៉ុណ្្នឹងហើយអត់ទាន់គ្រប់គ្រាន់ទៀត Ahiati Apex អាចទិញ Racing Package មកកញ្ចប់ទៀតដែលមានដូចជាបូម Bilstein Evo R Tafrang Endless High Performance សបកកង់ឡានប៉ណ្ណាំង Pirelli P0 ជំនាន់ទី5 យ៉ាន់21 inch U shape ក៏ដូចជាដំបូល Carbon Fiber
1.7 ម៉ែត្រការ៉េហើយការវិញដែរចំណុចដែលផ្លាស់ប្ដូរបន្ថែមទៅលើផ្នែក interior នោះវាមានដូចជាកៅអី carbon fiber ស្រោបដោយកាំញ៉ុយ Alcantara រួមជាមួយនឹងចង្កូត carbon fiber ស្រោបដោយ Alcantara ដូចគ្នាក៏តែបើនិយាយទៅលើការ decor នៅខាងក្នុងគឺវាមិនខុសអីពី SU7 ធម្មតាទេវាប្រើអេក្រង់ដូចគ្នាប៊ូតុងដូចគ្នាមានមុខងារ Gel AI ដូចគ្នាហើយវាអាចបើកស្វ័យប្រវត្តិបានដូចគ្នាហើយរឿងដែលអត់សមហេតុផលមួយទៀតហ្នឹងគឺឡាន 1500 សេសក៏ប៉ុន្តែនៅពេលដែលបើក standard mode គឺវាប្រើកម្លាំងប្រមាណជា 400 សេសដូចជាមួយទៅនឹង SU7 ដែរហើយសរុបមកវិញ SU7 Ultra នេះវាមិនខុសអីពី SU7 ធម្មតាដែលបន្ថែម motor មួយគ្រាប់ទៀតពីលើ Xiaomi SU7 Max កម្លាំង 600 HP ទេអញ្ចឹងអាហៀទេអប៉ែកុំភ្លេចសំលុយផងនៅពេលដែលកំងមកដល់ស្រុកខ្មែរពេលណាកុំភ្លេចយកឲ្យ admin សង្ហាខ្ចី review មួយថ្ងៃផងអរគុណជួបគ្នានៅក្នុងវីដេអូក្រោយទៀតជម្រាបលាបាយបាយ